កម្មវិធីបុណ្យដ៏មានសារៈសំខាន់នាពេលនេះយ៉ាងឲ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅប្រកបដោយភាពអធិកផលនិងសេចក្តីស្រស់ថ្លាឡៃឡែកមុននឹងចាប់ផ្ដើមខ្ញុំប្រកាសណាខ្ញុំបាទសូមធ្វើការកោតសរសើរដើម្បីតម្លៃពុះចំពោះកិច្ចខិតខំសហការប្រឹងប្រែងរបស់ព្រះគ្រូអនុគុណស្រុកព្រះគ្រូចៅអធិការវត្តអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់និងបងប្អូនប្រជាពុទ្ធបរិស័ទគ្រប់រូបដែលបានខិតខំយកអស់កម្លាំងកាយបញ្ញាកម្លាំងកាយចិត្តនិងគុណភាពតចូលរួមចំណែកក្នុងការកសាងឡើងនៅសមិទ្ធផលនានាជាច្រើនក្នុងវត្តគឺទីគួរឲ្យកត់សម្គាល់បរិស័ទគ្រប់រូបនឹងត្រូវចូលរួមជាសក្ខីភាពក្នុងការសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នៅឧបដ្ឋានសាលាឆាន់មួយខ្នងរោងបាយមួយខ្នងបន្ទប់ទឹកមួយខ្នងមួយបន្ទប់បាទនឹងការចាក់សាបក្នុងទីធ្លាវត្តគិរីសិលានេះទាំងមូលព្រះគ្រូព្រះធេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈណាក្នុងរយៈពេលពេញនេះក្នុងមានព្រះករុណាខ្ញុំបាទប្រគិនគុណគ្រប់ព្រះអង្គបងប្អូនប្រជាពលរដ្ឋរបស់យើងគ្រប់រូបពិតជាមានសេចក្តីចងចាំនៅគ្រប់ទង្វើឈ្លានពានអធិបតេយ្យភាពបូរណភាពទឹកដីពីចៅស៊ីនដែលបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធណាមានដូចជាបំផ្លាញស្ពានបំផ្លាញផ្លូវបំផ្លាញសាលារៀនវត្តអារាមនិងបំផ្លាញផ្ទះបងប្អូនប្រជាពលរដ្ឋហើយក៏បានបាញ់សម្លាប់ប្រជាពលរដ្ឋស្លុតត្រង់បាទកន្លងមកថ្មីនេះបាទគឺវាកម្ពុជាព្រំដែនកម្ពុជានិងថៃយើងបាទដល់ចូលសៀមទានទៅនេះបាទហើយបានបំបាត់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋយើងពិសេសត្រូវបង្ខំចិត្តចាក់ចេញពីជាសម្បែងទាំងអស់ឡោះអាឡាយបាទសូមជម្រាបជូនព្រះអង្គក៏ដូចជាពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបថា